សុខស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកដោះស្រាយចំណោទលេខ24ទាំងអស់គ្នាទៀតបាទតោះឥឡូវយើងអានទាំងអស់គ្នាចំការមួយរៀងចាក់តុកោនកែងបណ្ដោយមានប្រវែង 3/4 គីឡូម៉ែត្រទទឹងខ្លីជាងបណ្ដោយ 1/8 គីឡូម៉ែត្រខណ្ឌគណនាបរិមាត្រចំការនោះតែមុននឹងយើងបន្តទៅមុខទៀតសូមបងប្អូនជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងបាទសូមអរគុណបងប្អូនសរសេរមកយកអត់រកទេពីព្រោះគេឲ្យបងប្អូនទាំងអស់គ្នាគណនាតោះអញ្ចឹងឥឡូវបងប្អូនសរសេរចូលមកគណនាបរិមាត្រចំការនោះប្រធានរបស់គេប្រាប់ថានេះចំការមួយរៀងចាក់ទៅកោនកែងចំការហ្នឹងរៀងចាក់ទៅកោនកែងអញ្ចឹងបើវារៀងចាក់ទៅកោនកែងមានន័យថាបរិមាត្ររបស់វាគឺ P បរិមាត្ររបស់ចាក់ទៅកោនកែងរូបមន្តរបស់វាគឺស្មើនឹងបណ្ដោយបូកនឹងទទឹងហើយគុណនឹង2អញ្ចឹងយើងអត់ទាន់ស្គាល់ទទឹងទេអញ្ចឹងយើងរើទទឹងសិនទទឹងគឺវាស្មើទៅនឹងបណ្ដោយយើងហ្នឹងដកទៅនឹង 1/8 ហ្នឹងដោយសារតែវាខ្លីជាងប៉ុណ្ណឹងណាទទឹងរបស់យើងហ្នឹងវាខ្លីជាងបណ្ដោយគឺ 1/8 គីឡូម៉ែត្រអញ្ចឹងមានន័យថាយើងយកប្រវែងបណ្ដោយដកប្រវែងនឹងចេញទៅគឺឃើញប្រវែងទទឹងហើយចំពោះការគុណប្រភេទជាមួយនឹងចំនួនគត់គឺវាមិនពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែយកភិយកគុណនឹងចំនួនគត់ទៅវាបែងរក្សាទុកនៅដដែលគឺជារឿងស្រេចអញ្ចឹងនៅត្រង់ចំណុចនេះ6នៅលើ8បូកនឹង 5/8 នេះគឺយើងតម្រូវពីបែងមកពីនេះបងប្អូនតម្រូវពីបែងមកពី3នៅលើ 3/4 នេះតម្រូវពីបែងគុណនឹង2វាស្មើនឹង4គុណ2ស្មើ8ខាងលើក៏ត្រូវគុណនឹង2ដែរ3គុណនឹង2ស្មើនឹង6អញ្ចឹងទើបវាស្មើនឹង 6/8 នឹងតើអញ្ចឹងបងប្អូនធ្វើការគុណមកយកពីយកគុណនឹងចំនួនគត់11គុណ2វាស្មើនឹង22នៅលើ8ចឹង22នៅលើ8បងប្អូនធ្វើការចែកមក22ចែកនឹង8យើងកាត់ពីខ្ទង់ចឹងយើងដាក់បាន2 8ដង16ព្រោះដាក់3លើសបងប្អូនចឹង22ដកនឹង16វាស្មើទៅនឹងវាសល់នឹង6អូនធ្វើតម្លើង0កាត់ក្បៀសដោយសារតែយើងថែម0មួយទៅកាត់ក្បៀសអូនដាក់7ដាក់បាន7 8ដង56 60ដក56វាសល់4បងប្អូនអាចធ្វើការដកយកតែម្ដងចឹងក៏បានដែរអញ្ចឹងបងប្អូនតម្លើង0មួយទៀតដាក់បាន5យើងអត់កាត់ក្បៀសទេដោយសារតែយើងបានកាត់ក្បៀសហើយ5 8ដង40ដក40ស្មើ0អញ្ចឹងបងប្អូនសរសេរមកបរិមាត្ររបស់យើង P ស្មើទៅនឹងបណ្ដោយបូកទទឹងប្រមាណគឺបណ្ដោយបូកទទឹងយើងគឺវាស្មើទៅនឹងបណ្ដោយយើងប្រមាណគឺនេះ3/4 គីឡូម៉ែត្របូកនឹង 5/8 គីឡូម៉ែត្រគុណនឹង2ចម្លើយចុងក្រោយរបស់យើងគឺស្មើនឹង22នៅលើ8គីឡូម៉ែត្រហើយវាស្មើទៅនឹង 2.75 គីឡូម៉ែត្រនេះបងប្អូនដាក់ខ្នាតផងឆ្លើយថា
ឆ្លើយថាបរិមាត្រចំការនោះគឺបរិមាត្រចំការនោះគឺ 2.75 គីឡូម៉ែត្របងប្អូនពុះប្រអប់ឲ្យស្អាតមកនៅក្នុងការដោះស្រាយចំណុចរបស់យើងនេះគឺវាបានមកដល់ទីបញ្ចប់ហើយបាទលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តសូមអរគុណហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត